នេះជាខ្នប់ត្រីស្លឹកក្រវាញបងប្អូនទាំងអស់គ្នាមានបងប្អូនយើងមួយចំនួនបានសួរខ្ញុំថាក្រវាញធ្វើម្ហូបអ្វីបានខ្លះមែនតើខ្ញុំពិបាកនឹងឆ្លើយថាឲ្យត្រូវមួយណាដែរសំខាន់ចំណង់ចំណូលចិត្តរបស់យើងណាបងប្អូនបាទសម្រាប់ខ្ញុំក្រវាញពេលខ្លះសំបីតែសម្លប្រហើរហ្នឹងក៏ខ្ញុំអាចបង់ក្រវាញចូលរបៀបវាដូចម្អមចុងដែរបាទរបៀបវាដូចម្អមចឹងតែអញ្ចឹងមានន័យថាស្ទើរតែគ្រប់មុខម្ហូបយើងអាចបង់ក្រវាញចូលណាបងប្អូនបាទហើយមុខម្ហូបដែលត្រូវជាមួយនឹងក្រវាញដែលបងប្អូនយើងនិយមធ្វើហូបហ្នឹងគឺមានឆាក្តៅបងប្អូនឆាក្តៅសាច់ទាសាច់គោអីហ្នឹងឬក៏ឆាជាបន្លែប្រើក្រវាញហ្នឹងជាបន្លែឬក៏ស្ងោរជ្រក់ឬក៏អន្លក់អីជាដើមអញ្ចឹងបាទហើយនៅទីនេះគឺជាសកម្មភាពនៃការធ្វើខ្នប់ត្រីស្លឹកក្រវាញបងប្អូនបាទយើងហាន់ស្លឹកក្រវាញស្ដើងយកមកដាក់ច្បល់ជាមួយនឹងកូនត្រីល្អិតដាក់ច្បល់ជាមួយនឹងគ្រឿងមានស្លឹកម្រះព្រៅស្លឹកអីមកហើយយើងអាចថែមអំពិលខ្ចីឬក៏បងប្អូនមានម្ជូរកាសាំងអីក៏បានដែរតាមចំណូលចិត្តយើងអាចថែមបានកាត់ឆ្អាបឬក៏បងប្អូនអត់ចាំបាច់ដាក់ម្ជូរលាយជាមួយនឹងកូនត្រីនឹងក៏បានដែរបងប្អូនបាទម្ជូរយើងចាំធ្វើទឹកម្ជូរជ្រលក់ខាងក្រៅក៏បានដែរតែនៅទីនេះយើងបានដាក់លាយម្ជូរបន្តិចនៅក្នុងកូនត្រីរបស់យើងនឹងដែរបាទអញ្ចឹងវាអាស្រ័យលើចំណង់ចំណូលចិត្តបាទអាស្រ័យលើចំណង់ចំណូលចិត្តរបស់យើងទេបាទហើយយើងថែមស្លឹកម្រះព្រៅបន្តិចមកច្របល់ជាមួយគ្នាបន្តិចទៀតគ្រឿងក្នុងការធ្វើខ្នប់ហ្នឹងបងប្អូនគ្រឿងខ្នប់ត្រីយើងធម្មតានឹងឯងមានល្មៀតស្លឹកគ្រៃអីបុកម៉ត់មកដាក់ច្បល់ដូចដែលយើងធ្វើខ្នប់ត្រីធម្មតានឹងឯងអ្វីដែលពិសេសលើសហ្នឹងគឺថែមស្លឹកក្រវាញខ្ចីចូលហើយអាស្លឹកចាស់របស់វាហ្នឹងយើងអាចយកមករុំខ្ចប់សម្រាប់អាំងបាទអញ្ចឹងដោយសារស្លឹកក្រវាញវាតិចតួចពិបាករុំយើងដាក់ស្លឹកក្រវាញខាងក្នុងហើយយើងទ្រាប់ស្លឹកចេកពីខាងក្រៅបាទព្រោះស្លឹកចេកវាធំវារុំបានចិត្តល្អវាអត់រត់រាយអត់រុះកូនត្រីរបស់យើងបាទបងប្អូនតែប៉ុណ្្នឹងមកយើងអាចរុំហើយយកទៅអាំងបានហើយបាទងាយក្នុងការធ្វើខ្នប់ត្រីស្លឹកក្រវាញហើយរសជាតិនិយាយពីថាអែមទៅហ្មងបងប្អូនបាទហើយយើងអាចក្រៅពីស្លឹកហ្នឹងបដូលខ្ចីរបស់វាហ្នឹងក៏យើងអាចដាក់បានដែរតែនៅទីនេះយើងប្រើស្លឹកខ្ចីដាក់ដោយសារបដូលខ្ចីរបស់វាហ្នឹងយើងធ្វើម្ហូបផ្សេងបាទយើងមានឆាក្តៅសាច់គោហើយនឹងស្ងោរជ្រក់សាច់មាន់បាទនៅបន្តិចទៀតនេះបងប្អូននឹងបានឃើញអំពីទិដ្ឋភាពម្ហូបទាំង2ទាំង3មុខហ្នឹងឯងបាទបងប្អូនយើងប្រើដើមចាស់របស់វាហ្នឹងយកមកចងវិញទៅហ្មងអញ្ចឹងមកតួដើមវាហ្នឹងយើងអាចប្រើបានច្រើនមុខបាទយើងយកមកចងរុំហើយដាក់អាំងយកទៅហ្មងបាទប្រើធ្យូងដាក់អាំងយកទៅហ្មងបាទនេះជាសកម្មភាពនៃការអាំងកូនត្រីខ្នប់ត្រីស្លឹកក្រវាញបាទរសជាតិវាបងប្អូនស្តៀងតែយើងញ៉ាំស្តៀងទៅនឹងការញ៉ាំម៉ងតល់ញ៉ាំប្រេងខ្យល់ប្រេងកាឡាអីចឹងបងប្អូនហិលកាហាយហិលដូចញ៉ាំទៅដូចវាធ្វើយើងរសាយក្នុងខ្លួនតែសៃតែសូងហាក់ដើរល្អបាទតែសៃតែសូងអីល្អនេះក្រវាញដែលយើងដាក់ស្ងោរជ្រក់សាច់មាន់បងប្អូនបាទក្រៅអំពីការធ្វើខ្នប់យើងមានស្ងោរជ្រក់សាច់មាន់ហើយយើងស្ងោរជ្រក់ហើយយើងបង់ក្រវាញចូលបើសិនជាបងប្អូនចង់ឲ្យបានរសជាតិដិតយើងបង់កុំឲ្យឆ្អិនខ្លាំងពេកយើងស្រង់មកវិញអាហ្នឹងរសជាតិវាហិលខ្លាំងបាទហិលខ្លាំងហើយបើយើងអត់ចូលចិត្តអាក្លិនហិលខ្លាំងហ្នឹងទេបងប្អូនអាចស្ងោរឲ្យរឿងឆ្អិនបន្តិចទៅវានឹងអាហិលហ្នឹងវារឿងបន្ថយដែរហើយឥឡូវនេះកូនត្រីរបស់យើងបានឆ្អិនល្មមហើយបងប្អូនបាទដល់ពេលដែលយើងអាចដួសយកមកពិសាយកមកញ៉ាំបានហើយបងប្អូនមើលនេះបាទរូបរាងវាអញ្ចឹងកាយដើម្បីឲ្យបងប្អូនយើងបានមើលឃើញហើយក្លិនគាត់បើកមកឈ្ងុយទៅហ្មងបងប្អូនធូរច្រមុះទៅហ្មងក្លិនឡើងប្រហើឈ្ងុយទៅហ្មងស្លឹកក្រវាញហ្នឹងបាទស្លឹកក្រវាញហ្នឹងអញ្ចឹងឯងដោយសារស្លឹកដែលយើងចិញ្ច្រាំច្របល់ជាមួយនឹងកូនត្រីផងហើយស្លឹកដែលយើងយកមករុំដើម្បីអាំងផងនេះគឺឆ្ងល់ជ្រក់ឆ្អិនល្មមហើយបងប្អូនបាទឆ្ងល់ជ្រក់សាច់មាន់ដើមក្រវាញគឺឆ្អិនល្មមហើយយើងចាប់ផ្ដើមដួសខ្នប់កូនត្រីរបស់យើងថែមមកមួយទៀតបាទឆ្ងល់ជ្រក់អីហ្នឹងគឺដូចតែយើងឆ្ងល់ជ្រក់ធម្មតាដែរបងប្អូនគ្រឿងត្រូវធម្មតាយើងគ្រាន់តែបង់ក្រវាញចូលរបៀបដូចយើងបង់ស្លឹកជីឬក៏យើងបង់ម្អមចូលអញ្ចឹងបងប្អូនបាទហើយតែប៉ុណ្្នឹងទៅគឺបានហើយអត់ពិបាកទេបាទក្នុងការស្លក់អីហ្នឹងបាទគឺងាយអញ្ចឹងឯងបាទហើយងាយតែរសជាតិវិញមកអែមហើយបាទរសជាតិអែមត្មងបាទខ្នប់កូនត្រីនេះបងប្អូនអាចធ្វើទឹក
មកជូរចលក់រឹតតែឆ្ងាញ់បងប្អូនអាចធ្វើមកពីអំពិលខ្ចីទឹកអំបិលអំពិលខ្ចីរបៀបនេះក៏បានទឹកក្រូចឆ្មាក៏បានប្រើផ្លែកសាំងក៏បានបាទជូរជាមួយនឹងកូនត្រីនឹងមករសជាតិចាប់ចិត្តជាប់មាត់តែម្ដងបាទឥឡូវឆ្អិនគ្រប់មុខហើយមានទាំងឆាក្តៅផងដែរបងប្អូននេះដល់ពេលដែលយើងអាចស្រស់ស្រូបបានហើយបាទនេះជាមុខម្ហូបខ្លះអំពីកង្វាញយើងអាចធ្វើម្ហូបបានច្រើនមុខតាមចំណង់ចំណូលចិត្តហើយជូនខ្លីប៉ុណ្ណឹងបងប្អូនមានអ្វីចូលរួមជាមួយវីដេអូនេះអាចសរសេរបានខាងក្រោមជួបគ្នានៅពេលក្រោយទៀតបាទសូមអរគុណ